មនឹកស្មានទេថាដំណើរទៅមើលថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនៅព្រឹកនេះវាត្រូវបានខកខានសម្រាប់ខ្ញុំក៏ប៉ុន្តែបែរជាជំនួសវិញនៅរឿងមួយដែលខ្ញុំគិតថាវាពិសេសមែនតើហើយបើសិនជាបងប្អូនចង់ដឹងថាតើការខកខាននេះនាំឲ្យខ្ញុំទៅជួបរឿងដែលពិសេសអីគេហើយនៅកន្លែងណាតាមដានទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាកាលពីព្រឹកមិញនឹងមកដល់សៀមរាបប្រហែលជាម៉ោង4ជាងហើយទម្រាំថាបានយកម៉ូតូបានយកអីហើយព្រះអាទិត្យក៏វាជិតរះដែរវាខ្ទង់ម៉ោង6អីអញ្ចឹងណាអញ្ចឹងទៅក៏គិតថាអូប្រហែលជាអាចទៅមើលថ្ងៃរះនឹងគេតាន់ថ្ងៃក៏ជិះទៅកាន់អង្គរវត្តដើម្បីមើលថ្ងៃរះហើយនេះជាទស្សនវិជ្ជានៅតាមដងផ្លូវនិយាយទៅខំស្រោតគេដែរក៏ប៉ុន្តែវាចៃដន្យអីគឺទៅអត់តាន់ទេប៉ុន្តែនៅពេលដែលកលេចទៅខាងស្ដាំដៃនៅម្ដុំកសិនទឹកនេះនៅមុខអង្គរកលេចទៅគឺឃើញថ្ងៃរះមកលំបដោយដល់ពេលអញ្ចឹងទៅខ្ញុំគិតថាបើសិនជាខ្ញុំចំណាយពេលដើរចូលទៅអង្គរវត្តគឺមើលអត់តាន់គេទេដោយសារតែថាថ្ងៃវារះហើយអញ្ចឹងណាយើងមកឡែបន្តិចអញ្ចឹងទៅក៏សម្រាប់ចេះថាវាយទៅម៉ូតូហើយឈប់មើលទេសភាពហើយនឹងថ្ងៃរះនៅកន្លែងនឹងតែម្ដងដោយបងប្អូនបានឃើញអញ្ចឹងដំណើរនេះខ្ញុំគិតថាវាជាការខកខានមួយហើយដែលយើងគិតថាទៅអត់តណាក៏ប៉ុន្តែយើងបែរជាអាចជួបប្រទះនៅទស្សនវិជ្ជានៃថ្ងៃរះនៅកន្លែងនេះវិញហ្នឹងហើយដែលខ្ញុំគិតថាវាស្អាតម្យ៉ាងដែរបងប្អូនទៅពេលដែលថ្ងៃរះមកគឺវាមានចាំងសមោលនៃថ្ងៃហ្នឹងនៅលើផ្ទៃទឹកអញ្ចឹងនៅពេលដែលយើងមើលទៅគឺវាហាក់ដូចជាមានព្រះអាទិត្យពីរកំពុងតែរះដំណើរគ្នាអញ្ចឹងណាលើផ្ទៃទឹកមួយនៅលើមេឃមួយអញ្ចឹងទៅបាតុភូតមួយនេះសបាតុភូតចៃថារឿងនេះវាបានប្រាប់ខ្ញុំឲ្យដឹងថាក៏ពិតនៅពេលដែលដំណើររបស់យើងត្រូវទៅដល់កន្លែងណាមួយប៉ុន្តែយើងបែរជាខកខានណាវាអាចនឹងជំនួសនៅអ្វីផ្សេងទៀតបើសិនជាយើងចេះរីករាយនៅទេសភាពតាមផ្លូវឬមួយក៏កន្លែងផ្សេងដែលយើងគិតថាវាមិនមែនជាគោលដៅដែលយើងចង់ទៅទេប៉ុន្តែវាក៏មានភាពពិសេសម្យ៉ាងរបស់វាដែរដូចជាដំណើរនៃការខកខានទៅមើលថ្ងៃរះនៅឯប្រាង្គប្រាសាទអង្គរវត្តអញ្ចឹងធ្វើបិទថាអត់បានទៅដល់កន្លែងហ្នឹងប៉ុន្តែយើងអាចនឹងជួបនៅទេសភាពមួយផ្សេងទៀតអញ្ចឹងបើ compare ជាមួយនឹងរឿងរ៉ាវនៅក្នុងជីវិតរបស់យើងពេលខ្លះគោលដៅដែលយើងចង់សម្រេចវាមិនមែនសុទ្ធតែសម្រេចទេអញ្ចឹងហើយដើម្បីឲ្យយើងនៅតែអាចរីករាយនៅក្នុងការធ្វើដំណើរតទៅមុខទៀតយើងគួរតែចេះផ្ដោតអារម្មណ៍ឬក៏ចាប់អារម្មណ៍ទៅលើអ្វីៗដែលមាននៅជុំវិញខ្លួនយើងបើគិតទៅទស្សនវិជ្ជាមួយនេះគឺយើងហាក់ដូចជាជួបវាដោយចៃដន្យឬមួយក៏អត់បានព្រៀងទុកមុនទេប៉ុន្តែបើសិនជា compare ទៅនឹងរឿងនៅក្នុងជីវិតរបស់យើងទៅដូចជាមេរៀនមួយអញ្ចឹងណាកន្លែងហ្នឹងមិនមែនធ្វើឲ្យរំភើបចិត្តតែខ្ញុំទេណាសូម្បីតែបងប្អូនផ្សេងទៀតក៏គាត់រំភើបចិត្តហើយឈប់ម៉ូតូនាំគ្នាថតលេងដែរហើយបន្ទាប់ពីបានមើលព្រះអាទិត្យហើយនឹងថតលេងនៅកន្លែងហ្នឹងហើយខ្ញុំក៏បានបន្តដំណើរទៅមួយកន្លែងទៀតគឺនៅមិនឆ្ងាយប៉ុន្មានពីអង្គរវត្តដែរទេគឺនៅខ្លោងទ្វារទន្លេអ៊ុំកន្លែងនេះគឺជាកន្លែងមួយដែលខ្ញុំអត់ដែលរំលងទេរាល់ពេលដែលមកលេងនៅខេត្តសៀមរាបម្ដងគឺតែងតែមកលេងនៅកន្លែងហ្នឹងហើយដោយសារតែបរិយាកាសនៅពេលព្រឹកនេះគឺត្រជាក់ស្រួលហើយយើងមើលទៅលើផ្ទៃទឹកហ្នឹងវាហាក់ដូចជាមានផ្សែងអាប់តិចហើយគូផ្សំជាមួយនឹងដើមឈើដែលដុះអមសងខាងនៅជិតៗហ្នឹងទៀតគឺមើលទៅស្អាតមែនតើអាចនិយាយបានថាខ្លោងទ្វារទន្លេអ៊ុំនេះគឺជា favorite របស់ខ្ញុំមួយហើយនៅក្នុងខេត្តសៀមរាបបងប្អូនដែលបានមកលេងគឺប្រកាសជាដឹងហើយកន្លែងនេះគឺយើងមកពេលព្រឹកមានទេសភាពស្អាតមួយបែបតិចភ្នែកមួយបែបប៉ុន្តែនៅពេលដែលយើងមកមើលថ្ងៃលិចនៅពេលល្ងាចគឺវាស្អាតមួយបែបទៀតណាបងប្អូនបានន័យថានៅពេលដែលផ្ទៃមេឃបដូរពណ៌បរិយាកាសហើយនឹងទេសភាពនៅម្ដុំនេះក៏បដូរដែរអញ្ចឹងគឺវាពិសេសត្រង់កន្លែងនៅដែលខ្ញុំចូលចិត្តណាហើយមិនថាពេលព្រឹកឬក៏ពេលល្ងាចទេគឺខ្ញុំចូលចិត្តដូចគ្នាហើយឥឡូវយើងក៏លេចមកមើលតួឯកទាំងពីរនាក់របស់យើងនេះវិញម្ដងគឺថាបើភ្នែកឡើងគេសុទ្ធតែនាំបងប្អូនមកអង្គុយមើលថ្ងៃរះនៅសៀមរាបអីអញ្ចឹងណា enjoy life សាហាវនិយាយទៅគ្រាន់បើជាងអ្នកខ្លះទៀតអ្នកខ្លះសិតតែដាក់កម្រងអីណាអូ100កម្រងថាទៅលេងសៀមរាបជុំគ្នាអីណាដល់ពេលចុងក្រោយមានណារលាយដូចអំបិលដល់ពេលបងប្អូនគេពីរនាក់នេះវិញគឺអត់ចាំបាច់កម្រងអីច្រើនទេទៅមកដល់បដ ாய் ប៉ុន្តែម្ដងនេះគឺដោយសារតែម្ចាស់នាំមកដែរទេហើយលោកពូដែលជាម្ចាស់នេះគឺគាត់ឈ្មោះពូភ័ក្រគាត់បាននិយាយថាគាត់អ្នកនៅសៀមរាបនឹងដែរទេតែដោយសារតែថាព្រឹកឡើងគាត់ត្រូវជិះម៉ូតូដើម្បីលំហែអីអញ្ចឹងទៅណាចឹងហើយដោយសារតែថ្ងៃចុងសប្តាហ៍ផងក៏បានជាមានសំណក់របស់គាត់នឹងមកតាមដែរអញ្ចឹងទៅហើយសូមសរសើរគាត់ណាគាត់ជិះជូនសំណក់គាត់ដើរលេងហ្នឹងមិនមែនមានតែកន្លែងនេះទេទៅកន្លែងផ្សេងទៀតក៏ជួបគាត់នៅកន្លែងផ្សេងទៀតដែរហ្នឹងហើយគេថាមាននិស្ស័យតែម្ដងប៉ុន្តែគ្រាន់តែថាស្ដាយរឿងមួយយ៉ាងស្ដាយត្រង់ថាអត់បានសួរថាពីរអ្នកនឹងឈ្មោះអីសួរតែពូភ័ក្រក៏ប្រាប់ថាគាត់ឈ្មោះភ័ក្រអញ្ចឹងទៅប៉ុន្តែភ្លេចសួរថាកូនគាត់ទាំងពីរនឹងឈ្មោះអីគេអូយស្ដាយមែនតើហ្នឹងហើយបងប្អូនដូចបានឃើញស្រាប់អញ្ចឹងថាបរិយាកាសនៅទន្លេអ៊ុំពេលព្រឹកនេះគឺមានបងប្អូនគាត់ធ្វើដំណើរឆ្លងកាត់ទៅមកឲ្យជាធម្មតាអញ្ចឹងទៅក៏ប៉ុន្តែក៏ចាប់អារម្មណ៍ឃើញថាក្រោយពីខ្ញុំបានទៅដល់បន្តិចហ្នឹងទៅក៏មានបងប្អូនផ្សេងទៀតគាត់បានទៅដល់ដែរព្រោះបើតាមមើលទៅប្រហែលជាគាត់ចេញពីមើលថ្ងៃរះនៅអង្គរវត្តណាហើយខ្ញុំបានទៅដល់មុនគេហ្នឹងក៏ដូចនិយាយពីខាងដើមអញ្ចឹងគឺដោយសារតែខកក្នុងការចូលទៅមើលថ្ងៃរះនៅឯប្រាសាទអង្គរវត្តហ្នឹងហើយអញ្ចឹងទៅបានជាវាអញ្ចឹងទៅហ្នឹងហើយសម្រាប់វីដេអូដែលនិយាយពីការមើលថ្ងៃរះរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងហើយបន្តពីចេញពីទន្លេអ៊ុំនេះទៅក៏ខ្ញុំនឹងបន្តដំណើរទៅកន្លែងមួយទៀតដែរហើយបើសិនជាបងប្អូនចង់ដឹងថាចេញពីទន្លេអ៊ុំនេះខ្ញុំទៅដល់កន្លែងណាទៀតកុំភ្លេចរងចាំទស្សនានៅវីដេអូបន្តទៀត
វីដេអូនេះមានប៉ុណ្ណឹងអរគុណជម្រាបលា